ពេលកើតមានការបាញ់ប្រហារអ្នកប្រហែលជាគិតថាបើរុញខ្លួននៅខាងក្រោយទ្វាររថយន្តនឹងអាចជួយរក្សាជីវិតបានតែសូមជម្រាបថាវាមិនមែនជាជម្រើសដ៏ប្រសើរទេទ្វាររថយន្តគឺបង្កើតពីផ្លាស្ទិកនិងលោហៈស្រាលប៉ុណ្ណោះគ្រាប់កាំភ្លើងអាចបាញ់ឆ្លងផុតទៅបានដូចស្ទើរមិនមានអ្វីរាំងខ្លួនប្រសិនបើអ្នកជ្រើសរើសយកផ្នែកខាងមុខរថយន្តជាជំរំនោះសុវត្ថិភាពនឹងកាន់តែច្រើនសូមចងចាំមួយម៉ាស៊ីនរថយន្តគឺសុទ្ធសឹងជាលោហៈរឹងដែលអាចទប់ស្ទះគ្រាប់កាំភ្លើងបានស្ទើរតែគ្រប់ប្រភេទទោះបីបាញ់ផុតកង់ក៏ដោយគ្រាប់កាំភ្លើងនឹងមិនឆ្លងផុតម៉ាស៊ីននោះឡើយប៉ុន្តែមានរថយន្តមួយគ្រឿងដែលមិនដូចគេវាមានទ្វារបង្កើតពីសន្លឹកដែកកម្រាស់ដល់8អ៊ីងបន្សំជាមួយកញ្ចក់ការពារកាំភ្លើងម៉ម៉ាត់ជាមួយនឹងការរចនាច្បាស់លាស់នេះវាអាចទប់ទល់គ្រប់ប្រភេទអាវុធបានយ៉ាងស្ងប់ស្ងាត់បើអ្នកកំពុងគិតថាអាចបើកទ្វាររថយន្តនេះបានស្រួលខុសហើយដៃកាន់ទ្វាររបស់វាមានប្រព័ន្ធចេញភ្លើងអគ្គិសនីដ៏ខ្លាំងដែលអាចធ្វើឲ្យអ្នកសន្លប់បានភ្លាមហើយទើបតែចាប់ផ្ដើមប៉ុណ្ណោះនៅពេលវាកំពុងបើកបរវាអាចបញ្ចេញប្រេងរំអិលដាក់ផ្លូវដើម្បីធ្វើឲ្យរថយន្តដែលដេញតាមខាងក្រោយលង់និងបាត់បង់ការគ្រប់គ្រងកង់របស់វាទោះបីជាប្រេះឬផ្ទុះក៏ដោយនឹងនៅតែអាចបើកបរបានជាធម្មតាខាងក្នុងរថយន្តមានប្រព័ន្ធបិទរឹងយ៉ាងល្អប្រឆាំងនឹងការវាយប្រហារទាំងអូស្មန်និងគីមីមិនត្រឹមតែប៉ុណ្ណោះវានឹងផ្ដល់ជម្រើសឈាមនិងអុកស៊ីសែនសម្រាប់ម្ចាស់រថយន្តផងដែរឥឡូវនេះអ្នកប្រកាសជាដឹងហើយថាម្ចាស់រថយន្តដ៏អស្ចារ្យនេះជានរណា